ខ្លួនឯងខ្លះហ្នឹងហើយដើម្បីរៀបភ្លេងមួយបានដូចតាមតែបងគេហៅថាចិត្តដំបងបងចង់ធ្វើភ្លេងហ្នឹងនៅក្នុងកម្រិតតង់អីគេចង្វាក់អីគេតង់អីគេអញ្ចឹងយើងដឹងចង់ធ្វើយើងគិតសិនថាចង់ធ្វើបទម៉េចចង្វាក់ម៉េចអារម្មណ៍បែបណាមនោសញ្ចេតនាបែប hip hop ចង្វាក់ញាក់ឬមកក៏យ៉ាងម៉េចណាឥឡូវបងតាំងឥឡូវឆ្លៃបែបអារម្មណ៍មនោសញ្ចេតនាបទមានច្រើនបែប slow បែប rock បែប pop rock អីចឹងទៅបែបបាឡាតអីចឹងទៅបែប bolero អីចឹងទៅឬមួយក៏បែបប្រពៃណីខ្មែរអីបើយើងខ្លះក៏បានដែរឥឡូវសំខាន់យើងចាប់បានចង្វាក់បែបណាហ្នឹងហើយតែគ្រាន់ថាដំណាក់កាលដំបូងបងត្រូវរៀនស្វែងយល់អំពីបទគេឲ្យបានច្រើនសិនបាទអញ្ចឹងមិនន័យថាដំណាក់កាលដំបូងយើងមិនបាច់ជន់ដល់ចូលទៅដល់កម្រិតនិពន្ធទេដំណាក់កាលដំបូងគឺយើងរៀនឲ្យយល់ពីគ្រឹះថាអូបទហ្នឹងគេធ្វើអញ្ចឹងយើងយករៀនធ្វើតាមបទគេឲ្យបាន 70-80% បានហើយបាទហ្នឹងព្រោះចម្រៀងជាទូទៅអ្នកដែលគេផលិតមកដំបូងហើយនៅអ្នកគេលេងសារក្រោយក៏គេលេងអត់ដែរដូចទាំងស្រុងដែរហ្នឹងហើយព្រោះអីពាក្យថាដូចទាំងស្រុងមានតែចាក់ឌីទេហ្នឹងតែក្រៅពីឌីអាហ្នឹងគឺលេងដូចទាំងស្រុងវាទានទាភាពវេរាភាពពិតគេលេងខាងក្រៅបានច្រើនអញ្ចឹងយើងត្រូវរើសបទណាមួយយកមកលេងបាទអញ្ចឹងនៅយើងរើសបទមួយយកមកលេងយើងនឹងគិតថាបទហ្នឹងវាស្ថិតនៅក្នុងចង្វាក់អីហើយយើងលេងនៅក្នុងតង់អីហើយគេលេងឧបករណ៍គេផ្លាស់ចោលអីខ្លះចូលពាក្យដែលឧបករណ៍លេងចូលយើងអត់ចាំបាច់តលេងដូចគេទាំងស្រុងទេដូចឧទាហរណ៍ពេលគេលេងហ្គីតាយើងដូរពីហ្គីតាទៅលេងអកបាទពេលខ្លះគេលេងខ្លុយយើងដូរពីខ្លុយយើងដាក់សលេងអីមួយដែលថាអាចជួបសលេងខ្លុយបានទៅជា violin ឬមួយក៏សលេងអីចឹងទៅណាអាហ្នឹងគឺយើងលេងអញ្ចឹងហ្នឹងហើយអូខេហើយតោះបន្តិចបងត្រូវយល់អំពីគេហៅថាគ្រួសារ chord family chord family chord នេះតាមពិតអនណាបងបើអាចបានបងត្រូវមានមូលដ្ឋានដូចថាឥឡូវបើបងចេះអកខ្លះហើយបងត្រូវយល់អំពីមូលដ្ឋាននៃគ្រួសាររបស់វានេះបាទបើអត់មានអកទេអាហ្នឹងខ្ញុំតម្រូវឲ្យបងហៅតាមួយហើយតែបើយើងមាននឹងហើយអត់នេះទេបងប្រើទូរស័ព្ទប៉ុននេះគេប៉ុន smart share wifi បានទេ share wifi បានដែរ share ចូលតិចមកមាន wifi មានស្រាប់ហើយនៅក្នុងហ្នឹងបើកចោលក្នុងហ្នឹងបាទនេះចូលតែបាទជុំមិនក៏វាតែអត់លោតនេះហ្នឹង family chord នេះរត់មកច្រើនណាអូហើយខ្ញុំណែនាំបងរៀនអានេះមួយខតបទចម្រៀងខ្មែរមានច្រើនណាស់មិនមែនថាខ្មែរបទចម្រៀងទូទៅទាំងអស់មានច្រើនណាស់មានចង់និយាយថាចូលរាប់លានខតបាទហើយស្គាល់ខតអត់ខតហ្នឹងខ្ញុំខតអាយើងឧទាហរណ៍ថាឥឡូវបងលេង piano ក្តីបងលេងហ្គីតាតែឲ្យយើងចាប់មកយើងចាប់អីលេងអីនេះអញ្ចឹងវាធ្វើឲ្យសលេងវាប្លែកប្រែប្រួលពីមួយទៅមួយហ្នឹងហ្នឹងហើយអាហ្នឹងគឺគេហៅខតហើយបាទខ្ញុំ down អានេះមួយឲ្យយើងតែរៀនស្ទូចខ្ញុំដាក់នៅក្នុងអាលេងហ្នឹងមិញដែរចឹងដាក់ដល់នេះចឹងបងចង់ឲ្យមើលវាចាំតែបានក្នុងអា file ហ្នឹងទៅបាទអានេះវាគ្រួសារគេហៅថា master chord in all master key ហើយសលេងចម្រៀងមាន7ទេណាបាទទោះបីដូរនៅក្នុងកម្រិតណាវាស្ថិតតែ7សំឡេងទេ7គ្រួសារនេះរបស់វាទេ7មេធំរបស់វានេះមានដូនេះរ៉េណាដូរ៉េមីហ្វាហើយសល់ឡាស៊ីហើយវិលមកដូរវិញតែប៉ុណ្ណឹងដល់ពេលយើងចាប់ច្រៀងមកដូរវិញដែរអញ្ចឹងហ៎អត់ទេអត់មានទៅចាប់ច្រៀងចុងទេអញ្ចឹងចម្រៀងមិនប្រកាសថាចូលដូររហូតទេហ្នឹងបាទឥឡូវឧទាហរណ៍ថាយើងអាខ្ញុំប្រាប់បងថាដូរនេះបានថាសំឡេងមនុស្សកើតចេញមកពេលដែលនិយាយចេញមកដំបងគឺកម្រិតទៀតមកគឺដូរ៉េមីដេញឡើងចឹងមកអញ្ចឹងវាដេញឧទាហរណ៍វាមានគេហៅថាអុកតាវដូចបងរៀនឡើងថ្នាក់បាទឥឡូវនៅពេលដែលយើងរៀនឡើងថ្នាក់ឥឡូវឧទាហរណ៍រៀនឡើងថ្នាក់ថ្នាក់ទី1មានភាសាខ្មែរអត់បាទឥឡូវមានអត់ថ្នាក់ទី1មានអត់
miền ណាទី2មានអត់ miền ណាទី3មានអត់ miền ហ្នឹងឃើញហ៎អញ្ចឹងបានន័យថាពាក្យថាភាសាខ្មែរទៅទៀតប៉ុន្តែវាមានថ្នាក់របស់វា បាទ អញ្ចឹងថ្នាក់ទី1ភាសាខ្មែរទី1ត្រឹមកម្រិតណា បាទ ចូលដល់ថ្នាក់ទី2កម្រិតណាអញ្ចឹងបានន័យថាខ្មែរដូចគ្នាប៉ុន្តែវាកាន់តែខ្ពស់ទៅ កាន់តែខ្ពស់ ទៅវាផ្សេងគ្នា បាទបាទ ហ្នឹងហើយការយល់ដឹងវាផ្សេងគ្នាអញ្ចឹងដូរនេះដូចគ្នា បាទ តែអញ្ចឹងឧទាហរណ៍បងជាងឥឡូវឧទាហរណ៍ថានេះជំហានញាតាទៅចេះ បាទ ហើយបងធម្មតាបងមើលនៅក្នុងនេះមានណា មាន ឥឡូវសួរនៅក្នុងនេះមានដូរប្រហែលនៅក្នុងគ្រាប់នេះមានដូរប្រហែល មាន5 មានច្រើនអត់ មាន នឹងអាចច្រើននឹងហើយយើងដេញមកពីឆ្វេងមកស្ដាំយើងចេះ បាទ អញ្ចឹងអាដំបូងហ្នឹងគេហៅថាសលេងក្រគេហៅអុកតាវ បាទ អាចចន្លោះពីដូរេមីហ្វាសូឡាដល់ស៊ីហ្នឹងចេញពីរាប់ពីដូមកដល់ស៊ីមួយគេហៅមួយអុកតាវ មួយអុកតាវ បាទចេញពីនឹងមួយទៀតមិនមួយអុកតាវទៀត បាទ អញ្ចឹងអាហ្នឹងគឺវាខ្ពស់អញ្ចឹងទេ បាទ តែសួរថាចុះមកបត់ចម្រៀងឧទាហរណ៍គេលេងអុកតាវក្រោមអញ្ចឹងខ្ញុំចង់លេងឲ្យលើបាន បាទ ឲ្យទៅនៅក្នុងគ្រួសាររបស់វានឹងគឺដូចតែគ្នា បាទ បើថាយើងលេងដូរដូចគ្នា ដូរដូចគ្នា បាទអញ្ចឹងវាអត់អីជាបញ្ហាទេ យល់ អញ្ចឹងបានយើងឃើញបទចម្រៀងខ្លះឃើញផ្ទះខ្លះគេជាងលេងតង់ដូរមិនគេស្រាម្ល៉េះដល់ទៅពេលមើលណាខ្លះគឺស្រែកបត់ហ្នឹងតង់អីតង់ដូរដែរ